ចាសសូមអនុញ្ញាតគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូននិងប្រិយមិត្តទស្សនិកជនជាទីគោរពរាប់អានគណៈពេលនេះដែរនេះខ្ញុំស្រីអូននិងក្រុមការងារកំពុងមានវត្តមាននៅខាងមុខរៀបចំសង្ក្រាន្តនៅខេត្តកែបហើយយើងឃើញថាជាក់ស្ដែងនៅខាងក្រោយនេះខ្ញុំនេះផងដែរគឺរដ្ឋបាលខេត្តកែបកំពុងតែរៀបចំតុបតែងលម្អសោភ័ណភាពនិងដាក់ភ្លើងបំភ្លឺនានានៅកន្លែងសង្ក្រាន្តត្រឡេកទៅមើលតាមបដោយដងវិថីនិងនៅតាមឆ្នេរលេងទឹកគឺបានរៀបចំបំពាក់នៅភ្លើងចម្រុះពណ៌នានាជាមួយគ្នានេះដែរនាពេលយប់តាមបដោយដងវិថីនានានៅទូទាំងក្រុងកែបក៏ដូចជានៅតាមបដោយមាត់ឆ្នេរបានបំពាក់នៅអំពូលភ្លើងចម្រុះពណ៌ដែលទិដ្ឋភាពនេះបានជួយលើកកម្ពស់សោភ័ណភាពនិងទេសភាពនៅខេត្តកែបកាន់តែស្រស់ស្អាតមួយកម្រិតទៀតផងក្រុមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសោមពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែបសម្រាប់សង្ក្រាន្តឆ្នាំថ្មីគឺនៅថ្ងៃទី14ទី15ទី16ខែមេសាឆ្នាំ2025ខាងមុខនេះរដ្ឋបាលខេត្តកែបបានរៀបចំទីតាំងសំខាន់ចំនួន3ទីតាំងឲ្យមហាជនចូលរួមសប្បាយរួមមានទីតាំងទី1សួនខ្ញុំស្រឡាញ់ខេត្តកែបទីតាំងទី2ឆ្នេរអង្គរសន្តិភាពនិងទីតាំងទី3បរិវេណវត្តភ្នំសសៀដោយមានកម្មវិធីកម្សាន្តដូចជាលេងល្បែងប្រជាប្រិយខ្មែរប្រគំតន្ត្រីរាំលេងកម្សាន្តជាដើមកុំភ្លេចណាទស្សនិកជនមកលេងកម្សាន្តសង្ក្រាន្តនៅខេត្តកែបឲ្យបានច្រើនកកពីនេះខ្ញុំស្រីអូននៃមន្ទីរព័ត៌មានខេត្តកែបសូមអរគុណនិងសូមគោរពលា